ចំពោះតែសេចក្តីប្រធានដែលតាក់ទងជាមួយនឹងប្រពៃណីទំនៀមទម្លាប់សួរថានៅពេលដែលយើងឃើញពាក្យហ្នឹងវាទលំទលាយក៏ប៉ុន្តែតើយើងគួរតែយកចំណុចណាខ្លះមកលើកដោយសារតែប្រពៃណីទំនៀមទម្លាប់បើសិនជាយើងគិតទៅរបៀបការឧទាហរណ៍ថាប្រពៃណីទំនៀមទម្លាប់ក្នុងរឿងទុំទាវកូនស្រីចូលមកលប់កូនប្រុសបួសរៀនតែសួរថាបើសិនជាប្រពៃណីមានច្រើនបែបហ្នឹងក៏ប៉ុន្តែតើយើងគួរតែនិយាយតាមដំណាក់មួយដូចមិនដេចខ្លះទៅlike តែយើងគួរនិយាយរបៀបមិនខ្លះទៅដើម្បីងាយស្រួលយើងបែងចែកវាជា3ក្រុមធំមកទី1នោះគឺយើងនិយាយតាក់ទងជាមួយនឹងផ្នត់គំនិតប្រជាជន Yes គឺផ្នត់គំនិតរបស់ប្រជាជនសួរថាផ្នត់គំនិតរបស់ប្រជាជននឹងយើងនិយាយតាក់ទងជាមួយនឹងអីនោះគឺការអនុវត្តប្រពៃណីការអនុវត្តប្រពៃណីប្រចាំខែថ្ងៃគឺមានន័យថារបៀបអាហ្នឹងវាជាប្រពៃណីដែលគេធ្វើអញ្ចឹងរហូតអញ្ចឹងឧទាហរណ៍ថានៅក្នុងរឿងទុំទាវឧទាហរណ៍ដូចជានៅក្នុងរឿងទុំទាវគឺកូនប្រុសបួសរៀនកូនស្រីនៅពេលដែលពេញកំមុំគេឲ្យចូលមកលបហើយទំនាប់ព្រះមង្គលការនៅផ្ទះខាងស្រីទំនំមិនធំជាងនាលអីអញ្ចឹងទៅគឺជាប្រពៃណីនៅក្នុងរឿងទុំទាវអាហ្នឹងតកតងអាហ្នឹងគឺជាផ្នត់គំនិតរបស់ប្រជាជន Yes ផ្នត់គំនិតរបស់ប្រជាជនគឺរបៀបគឺជាការគិតរបស់ប្រជាជនចំពោះអារឿងនឹងមួយអញ្ចឹងយើងលើកវាមកបន្ទាប់ពីយើងលើកហើយចូលដល់ចំណុចមួយទៀតពេលខ្លះយើងមានអារម្មណ៍ថាខ្ញុំលើកអានោះបានច្រើនចំណុចដែរតែប៉ុន្តែវានៅចូលតែអានេះទេវាអត់មានអាផ្សេងទៀតរបៀបចឹងនេះគឺជាបញ្ហាដល់ពេលចូលដល់ចំណុចទី2យើងនិយាយពីអីយ៉ាងពីមុខរបរចិញ្ចឹមជីវិតប្រពៃណីនៅទំនៀមទម្លាប់នៅក្នុងហ្នឹងតើប្រជាជនគេប្រកបមុខរបរអីគេវាក៏តាក់ទងជាមួយនឹងប្រពៃណីទំនៀមទម្លាប់ដែរមិនថាប្រពៃណីទំនៀមទម្លាប់មានធ្វើអីគេការរៀបការនៅផ្ទះខាងស្រីអីគេប្រតិជនទាំងស្រីអីរបៀបចឹងអាហ្នឹងគឺវា it's all in here វាអត់មាននេះទេអញ្ចឹងទោះបីជាខំលើកអានេះចំ1លានចំណុចក៏ដោយក៏បើសិនជាមាននេះវារបៀបវាទៀន it will let your score down so it's important like that okay អញ្ចឹងមុខរបរចិញ្ចឹមជីវិតយើងនិយាយអំពីអីគេបើសិនជានេះយើងនិយាយអំពីរបស់ប្រជាជនខ្មែរមកនឹងហើយដោយសារអីបើសិនជាអសរសិល្ប៍អីគឺវានៅក្នុងខ្មែរមិនថាអញ្ចឹងវាមានតកតងជាមួយនឹងគេទៀតហើយក៏មានតកតងជាមួយនឹងសម្ភារៈប្រើប្រាស់ដែលឧទាហរណ៍ថាការធ្វើសារយើងប្រើគេយើងប្រើនាងគួរយើងជួងរស់អីចឹងទៅអញ្ចឹងឧទាហរណ៍ថាមុខរបរចិញ្ចឹមជីវិតឥឡូវឧទាហរណ៍មកនិយាយគេខ្លះអានេះមិនថានៅក្នុងគ្រឿងទាំងមួយវាមានច្រើនឧទាហរណ៍ថាការធ្វើស្រែកាយគេត្បាញកាយគេទៀតការនេសាទត្រីកាយគេទៀតបាញ់សត្វកាយគេទៀតកសិករកម្មករជីកត្បូងអីចឹងទៅនិយាយជីកត្បូងនៅនិយាយដល់គេចៅចិត្តវារបៀបហ្នឹងហើយគឺជាមុខរបរចិញ្ចឹមជីវិតហើយយូរទៅអាហ្នឹងក៏វាស្ថិតនៅក្នុងប្រពៃណីទំនៀមទម្លាប់ផងដែរហើយចូលដល់ចំណុចទី3ចំណុចទី3គេនិយាយពីអីមើលចំណុចទី3នោះគឺការសិក្សាអប់រំរបៀបម៉េចការសិក្សាអប់រំរបៀបម៉េចគេសិក្សានៅណាឧទាហរណ៍ថាគេសិក្សានៅគេនៅវត្តអារាមហើយពេលនៅគេប្រសិនជាមនុស្សប្រាំចឹងគេកូនស្រីគេឲ្យបួសរៀនការសិក្សាអប់រំមិនប្រកាសថាការរៀនលេខរៀនអក្សរអីទេឧទាហរណ៍ដូចជាការរៀនវិជ្ជាមេផ្ទះអាហ្នឹងតកតងជាមួយនឹងកូនស្រីការរៀនវិជ្ជាមេផ្ទះរបៀប how to be a good wife ឲ្យរបៀបអញ្ចឹងទៅអញ្ចឹងពេលហ្នឹងពេលដែលកូនស្រីជុំលោកគេឲ្យសិក្សាពីអីគេការសិក្សាអប់រំជំនាន់ហ្នឹងព្រោះគេមិនរៀនបួសរៀនលេខឲ្យបើសិនជានៅក្នុងរឿងទុំទាវគេមានរៀនស្មូតគេមានរៀនអីគេហ្នឹងហើយមានស្មូតមានអីមានច្រៀងអីវ៉ាសាប់អីអញ្ចឹងទៅដល់ទៅពេលកូនស្រីការសិក្សាមានដែររៀនអីគេរៀនដេប៉ារៀនធ្វើម្ហូបបាយសម្លរៀនរៀបចំជាគេហៅថាអីគេស្ត្រីគ្រប់លះអីអញ្ចឹងទៅណាអញ្ចឹងwanna add more ការសិក្សានេះគឺវាមិនមែនតែចំណេះដឹងនោះទេគឺវាមានចំណេះជំនាញផងដែរ
នឹងហើយអញ្ចឹងយើងឃើញតែពាក្យថារៀនការសិក្សាយើងនឹកឃើញដល់ការរៀននៅលេខរៀននៅសាលាទៅមកក៏ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេយើងនិយាយហ្នឹងយើងនិយាយតចំណេះដឹងអត់មានចំណេះវិជ្ជាអត់មានចំណេះវិជ្ជាគេនេះsorry នោះចំណេះវិជ្ជាគឺចំណេះជំនាញដូចយើងពេលយើងចូលសាកលយើងយកចំណេះដឹងមែនតែយើងយកចំណេះដឹងផ្នែកជំនាញណាមួយចឹងទៅអញ្ចឹងឧទាហរណ៍ដូចជានៅក្នុងរឿងតុំទាវតុំរៀនបានមានចំណេះដឹងហើយគេទៀតជំនាញអីគេជំនាញធ្វើតោកជំនាញអីដែលជាជំនាញផ្ទាល់ខ្លួនអីមួយចឹងទៅណាហ្នឹងហើយអញ្ចឹងវាគឺជាចំណុចដែលយើងត្រូវលើកនៅពេលដែលប្រធានតេតងជាមួយនឹងពេញជំនាញទម្លាប់កុំភ្លេច3ចំណុចនេះមាន3ចំណុចហ្នឹងទៅ it's full yes thank you